សូមអរគុណលោកនាយកការផ្សាយនិងសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនដែលកំពុងតាមដានទស្សនាសេចក្តីរាយការណ៍ផ្ទាល់របស់ខ្ញុំវ៉ាត់ឈុនមករានៅឯខេត្តបន្ទាយមានជ័យសម្រាប់រសៀលថ្ងៃទី18ខែមីនាឆ្នាំ2026នេះវត្តមានខ្ញុំបាទនឹងក្រុមការងារកំពុងមានវត្តមាននៅឯជំរំភាសឹកមួយកន្លែងនៅឯស្រុកថ្មពួកក្នុងខេត្តបន្ទាយមានជ័យដែល background ពីខាងក្រោយខ្នងខ្ញុំនេះបងប្អូនអាចមើលទៅឃើញថាជាផ្សារតែការពិតទីតាំងនេះគឺជាជំរំថ្មីមួយរបស់បងប្អូនជនភាសឹកដែលត្រូវបានភាគីថៃឈ្លានពានទន្ទ្រានរំលោភយកផ្ទះបណ្ដាលឲ្យពួកគាត់ត្រូវបានភាសឹកចាក់ចេញពីលំនៅឋានមកស្នាក់នៅបណ្ដោះអាសន្ននៅឯវត្តកណ្ដោលនេះមកទល់ពេលនេះពួកគាត់មិនបានផ្ដេកផ្ដួលជាមួយនឹងបញ្ហាទាំងអស់នោះទេក៏នាំគ្នាខិតខំបើកអាជីវកម្មលក់ដូររកស៊ីខណៈដែលឥឡូវនេះតម្លៃប្រេងឡើងថ្លៃពលរដ្ឋនៅក្នុងភូមិនេះក៏មិនសូវទៅណាឆ្ងាយដែរនៅតែបន្តមកគ្រប់គ្រងការលក់ដូររបស់ប្រជាពលរដ្ឋសឹងថាពីខាងក្រោយខ្នងនេះអាចថាកើតជាផ្សារមួយឬក៏សមាគមនៅក្នុងផ្សារក្នុងមូលដ្ឋានមួយដែលមានលក់សពគ្រប់ទាំងអស់នៅឯជំរំភាសឹកនៅឯវត្តកណ្ដោលនៅទីរួមស្រុកថ្មពួកនេះផងដែរនៅលើផ្លូវជាតិនេះជាផ្លូវមួយខ្សែឆ្ពោះទៅតំបន់បឹងត្រកួនដែលពួកគាត់ភាគច្រើនជាប្រជាពលរដ្ឋរស់នៅតំបន់បឹងត្រកួននៅឃុំគោករមៀតនៅដែលជាតំបន់មួយដែលភាគីថៃត្រូវបានឈ្លានពានហើយហុំព័ទ្ធបន្លាលួសកាន់កាប់ដែលមកដល់ពេលនេះមុខរដ្ឋាភិបាលយើងកំពុងមានយន្តការដោះស្រាយជាបន្តបន្ទាប់ហើយខណៈដែលឥឡូវនេះត្បិតថាពលរដ្ឋខ្លះលើកឡើងពីផលលំបាកថាការរស់នៅជំរំភាសឹកនេះជួបបញ្ហាផ្សេងដូចថាពេលភ្លៀងមានទឹកដក់ភក់ជ្រាំអីនេះឥឡូវនេះដោយមានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរខេត្តបន្ទាយមានជ័យរដ្ឋបាលខេត្តដែលមានអាយដាមអាបាខេត្តបន្ទាយមានជ័យអាយដាមអ៊ុំរិត្រីនោះគឺបានរៀបចំទីតាំងផ្ទះស្នាក់នៅបណ្ដោះអាសន្នយ៉ាងសមរម្យមួយនៅឯភូមិចកពួកឯនោះនៅឃុំស្លក្រាមស្រុកស្វាយជែកខេត្តទីមានជ័យនោះគឺមានផ្ទះសំល្មមដែលជាជំរំថ្មីសម្រាប់ពួកគាត់អាចថារើទៅកន្លែងនោះក្នុងពេលឆាប់នេះខណៈដែលនៅថ្ងៃនេះនៅតាមបណ្ដាភូមិមួយចំនួនដែលអាជ្ញាធរភូមិក៏ត្រូវបានចាប់ផ្ដើមគៀងគោបងប្អូនពលរដ្ឋដើម្បីចាប់ឆ្នោតយកទូរលេខក្នុងការវិលត្រឡប់ទៅស្នាក់នៅបណ្ដោះអាសន្ននៅជំរំថ្មីដែលទីនោះមានទាំងភ្លើងទឹកនិងសេវាថែទាំសុខភាពនិងសន្តិសុខល្អគ្រប់គ្រាន់ហើយជំរំមានសភាពរឹងមាំជាប្រភេទខ្នងផ្ទះដែលសាងសង់នៅលើផ្ទៃដីជាច្រើនពាន់ហត្តានិងប្រមាណជាជាង 3000 ខ្នងសូមប្រិមិត្តដូចបានជ្រាបអញ្ចឹងថាកន្លងមកពួកគាត់ចេញមកស្នាក់នៅវត្តហើយឥឡូវនេះត្រូវបានការយកចិត្តដាក់ពីមុខរដ្ឋាភិបាលដោះស្រាយបណ្ដោះអាសន្នឲ្យពួកគាត់អាចវិលទៅជ្រកកោនឬរស់នៅទីកន្លែងដែលប្រមុខរដ្ឋាភិបាលកម្ពុជាយើងលោករៀបចំជូនមានទាំងទឹកមានទាំងភ្លើងអ្វីផ្សេងមានសពគ្រប់អញ្ចឹងពលរដ្ឋខ្លះក៏សន្តែងអំពីភាពសប្បាយរីករាយនឹងដឹងគុណចំពោះមុខរដ្ឋាភិបាលដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលលោកស្នាក់នៅនេះខ្លះជួបខលលំបាកតែនៅទីនេះអ្នកខ្លះគាត់មិនផ្ដេកផ្ដួលជាមួយនឹងការលំបាកគាត់នៅតែបន្តខំប្រឹងរកស៊ីដោយពាក្យស្លោកបងស្រីម្នាក់គាត់និយាយថាបាត់ថាគាត់អស់ផ្ទះអស់ដីតែមកដល់ពេលនេះមិនទាន់អីនៅបន្តជាចលនារដ្ឋាភិបាលក្នុងការដោះស្រាយក៏ប៉ុន្តែគាត់មិនអស់សង្ឃឹមគាត់នៅតែបន្តខំប្រឹងប្រែងរកស៊ីទៅមុខទៀតដើម្បីចិញ្ចឹមជីវិតនិងគ្រួសាររបស់គាត់សម្រាប់ទស្សនវិជ្ជានៅថ្ងៃ18នេះដែលខ្ញុំមុននេះខ្ញុំនៅតាមទឹកព្រំដែនកម្ពុជាថៃក្បែរតំបន់បឹងត្រកួននិងតំបន់មួយចំនួនទៀតជាតំបន់អតីតសមរភូមិដូចជាបឹងត្រកួនព្រៃច័ន្ទអូបជនជោគជ័យនេះគឺនៅតែបន្តរក្សាបានស្ថានភាពស្ងប់ស្ងាត់ខណៈដែលកងកម្លាំងជួរមុខក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការត្រៀមលក្ខណៈក្នុងការការពារលើបូរណភាពទឹកដីរបស់កម្ពុជាយើងផងដែរចំពោះព័ត៌មាននេះខ្ញុំបាទជុនមករាសូមអរគុណលោកនាយកការផ្សាយផ្ទាល់ SBM News ដែលនៅរុស្ស៊ីនេះលោកមានកិត្តិយសខ្ញុំបាទមានកិត្តិយសដែលលោកធ្វើសេចក្តីអត្ថាធិប្បាយផ្ទាល់នៅឯស្ថានីយ៍ផ្សាយនិងផ្ដល់កិត្តិយសសម្រាប់ធ្វើសេចក្តីរាយការណ៍នៅរុស្ស៊ីនេះចំពោះព័ត៌មាននេះខ្ញុំបាទជុនមករាសូមអរគុណនិងសូមជម្រាបលាលោកដាច់អត់ទេបន្លែលោកដាច់តើអ៊ុនហើយគេមានប្រាប់ថាឲ្យទៅនៅជំរំបណ្ដោះអាសន្នថ្មីថ្ងៃណាអត់ដឹងដែរអត់ទាន់ប្រាប់ផងអត់ទាន់ប្រាប់ទេណោះចានេះយើងភាសាទាំងអស់គ្នាហីភាសាលក់បន្លែផងភាសាទៅយើងនៅសិនទៅអ្នកមីងផ្ទះនៅណាមីងផ្ទះនៅបឹងត្រកួនតែឥឡូវនេះមិនថៃគឺពាត់បន្លាលួអញ្ចឹងយើងមកនៅនេះសិនចាយើងថាអស់ផ្ទះតែមិនអស់សង្ឃឹមនៅបន្តខំប្រឹងប្រែងរកស៊ីហ្នឹងហើយខំតែរដ្ឋាភិបាលយើងគិតគូរថាឲ្យទៅនៅបណ្ដោះអាសន្នតែមកនេះអត់ទាន់នេះទេណោះអត់ទាន់បានជួននឹងទេតែលឺខាងក្នុងមិញភូមិខ្លះគេបានចាប់ឆ្នោតរួចហើយគេបានចាប់ឆ្នោតគេចាប់ហើយប្រភូមិក្នុងបែកខ្ញុំនេះអត់ទាន់ដល់ទេអូក្នុងបែកចាលក់សពលក់គ្រប់អរគុណ
ចង់និយាយថាបងភៀសសឹកមកពីណា បាទខាងបងតកូនបង បងតកួនមកដល់នេះឥឡូវនេះនៅជារមភៀសសឹកនេះឥឡូវប្រកបមុខរបរអី លក់ត្រីបងលក់ត្រី ត្រីយើងនេសាទឬក៏ទិញគេ ត្រីទិញគេដែរបង ហើយបានទទួលដំណឹងថាបានទៅនៅជំរុំផ្ទះបដាអសន្នថ្មីនៅបានចាប់ដល់គេនៅបង ចាប់ឲ្យពុតទៅចាំតិនមកទេ តាក្រុងទៅថ្ងៃណា បាទថាលឺអានេះលឺក្រុងថាថ្ងៃទី20បាទ មានអារម្មណ៍យ៉ាងណាដែរបានចេញពីនេះទៅនៅផ្ទះថ្មី បងបើនេះក្តៅពីបានទៅថ្មីអាចជាវាបជាងនេះបាទប្រកបរបរលក់ត្រីរាល់ថ្ងៃយើងគិតថាក្នុងមួយថ្ងៃចំណេញបានប៉ុន្មានទៅ បងអើយឲ្យបានណាមកចាយគុណចាយរៀនផង បាទបងបាទចូលដែលយើងមុនសង្គ្រាមយើងលក់ត្រីដែរឬក៏អត់ទេ លក់ត្រីដែរបង លក់ត្រីនៅ សាបងតកូនយើងតែដូចថាអស់ច្រើនបងអើយនិយាយទៅដែលយើងថ្ងៃទី7យើងទិញអវ៉ាន់យកមកស្តុបដាក់ណាដល់ថ្ងៃទី8គេចាប់ដើម ចាប់ដើមរើអត់ទៅ អត់ច្រើនទេ ចឹងតែមកនេះសល់អីខ្លះដែរមក បងអស់លីងហើយមែនទេ តែយើងនៅតែមានក្តីសង្ឃឹ បាន ម មានក្តីសង្ឃឹម យើងមកមិនប្តេជ្ញាផ្ដួលទេយើងមកនៅតែបខំប្រឹងប្រែងរកស៊ីទៅមុខទៀតហ្នឹងហើយ ឲ្យតែជីវិតយើងនៅយ៉ាតស៊ូទៅទៀតបង ណាខំប្រឹងអរគុណបងសូមឈ្មោះបងប្រុសមួយ ឈ្មោះឈុនរុន ឈ្មោះដូចខ្ញុំនេះខ្ញុំជុនមករាអរគុណបងប្រុសបងអរគុណ